បាទជំរាបសួរប្រិយមិត្តជនរំជាទីលើកទីរាប់អានបាទទីនេះគឺជាស្ទឹងព្រះស្រកបាទដែលជាទឹកស្ទឹងហូរចាក់ពីរាជធានីអង្គរឆ្ពោះតាមបណ្ដោយផ្លូវ highway ចេញពីខ្លងទ្វារតាកៅឆ្ពោះមកទិសខាងលិចកាត់តាមស្រកជាច្រើនមុននឹងទៅដល់ទីក្រុងរាជធានីហៅបច្ចុប្បន្នហៅប្រសពបន្ទាយឆ្មាបាទនេះកន្លែងទឹកគួចនេះគឺជ្រៅបងប្អូនបាទតែទឹកជ្រៅបាទទឹកគួចខ្លាំងបាទនេះក្នុងសូមបង្ហាញប្រិមិត្តថានេះនៅក្នុងដបនេះគឺជាបាទស្ពានបុរាណបងប្អូនបាទគឺជាស្ពានបុរាណបាទស្ពានបុរាណតែមានឈ្មោះថាស្ពានព្រះស្រកបាទបងប្អូនប៉ុន្តែបងប្អូនឃើញស្រាប់ហើយនេះអត់មានការសម្អាតព្រៃអីទេយើងក៏បំបានឃើញស្ពានទៀតដែរដោយសារតែព្រៃដោះស៊ុបទ្រុបបងប្អូនបាទនេះបាទហើយទឹកលិចទៀតទឹកទឹកស្រកបងប្អូននេះទឹកទឹកស្រកបាទនេះកម្លាំងទឹកខ្លាំងបាទតង់10នេះមានស្ពានបណ្ដោយប្រហែលជា40ម៉ែត្រស្ពានហ្នឹងមានតម្រង់ប្រហែលស្ពានមួយណៃបើសិនជាស្ការព្រៃអស់ស្ពាននេះគឺនៅល្អបានល្អច្រើនដល់លើបាទនេះមករវែងនេះបងនេះស្ពានគឺទឹកលិចហើយនឹងព្រៃដោះស៊ុបទ្រុបបច្ចុប្បន្នកាលយើងមើលស្ពានមិនឃើញទេបាទបងប្អូនបាទសូមអរគុណបាទនៅការតាមដានទស្សនាវីដេអូឃ្លីបនេះគឺជាស្ពានព្រះស្រកដែលចេញពីស្ពានមេម៉ាយមកផ្លូវទៅផ្សារបន្ទាយឆ្មាបាទសូមអរគុណបងប្អូនដែលបានតាមដានទស្សនានៅវីដេអូឃ្លីបនេះឲ្យឃើញតែទឹកហើយនឹងព្រៃបាទ